cái tha ở men teo mai này của anh nơi nắng tê không làm bay ấy kê không làm bay ấy chẳng á chẳng đời xa lư piện nâng hai nhung cật tha ở ban từ to từ qua đây tay nâng thua con mơ tha nhung không làm bay ấy kêនៅពេលមានវ័យត្រឹម20ឆ្នាំអ្នកគ្រូភក្តីមានការតាំងចិត្តខ្ពស់និងជំនះភាពភ័យខ្លាចដោយអ្នកគ្រូបានមកបង្រៀននៅសាលាបឋមសិក្សាមួយដែលស្ថិតនៅលើកោះនិងជាតំបន់ដាច់ស្រយាលក្នុងខេត្តស្ទឹងត្រែងជាប់ព្រំប្រទល់ប្រទេសឡាវការលះបង់ពុះពៀរបស់អ្នកគ្រូគឺក្នុងគោលបំណងតែមួយគត់ដើម្បីធានាថាកុមារនៅលើកោះអាចទទួលបានចំណេះដឹងនិងមានសុវត្ថិភាពគ្រប់គ្នាខ្ញុំមកបរៀននៅទីនេះ10ឆ្នាំជាគ្រូបរៀន1ឆ្នាំតំណែងជានាយិកា9ឆ្នាំកាលនោះចេញពីរូបសរតែ20ឆ្នាំទេមកដំបងខ្ញុំយំ3ថ្ងៃហើយមកសំណោះអត់ចេះខ្មែរទាំងអស់កូនសិស្សនៅទីនេះគាត់និយាយតឡាវអញ្ចឹងយើងនិយាយខ្មែរទៅគាត់ស្ដាប់អីអត់បានការមកបង្រៀននិងរស់នៅលើកោះអ្នកគ្រូបានជួបផលវិបាកជាច្រើននៅក្នុងការធ្វើដំណើរគាត់ត្រូវធ្វើដំណើរពីផ្ទះ68គីឡូម៉ែត្រតាមម៉ូតូនិងត្រូវប្រើប្រាស់ទូកតូចរបស់អ្នកភូមិឆ្លងទៅកោះដោយសារមិនមានមធ្យោបាយវៃផ្សេងមកដំបងអត់មែនមកភ្លាមឧទាហរណ៍មកដល់ម៉ោង2:10ហើយម៉ោង1បានឆ្លងណាជួនកាល4ម៉ោងក៏មានដែរយើងត្រូវហៅសហគមន៍ទៅយកជួនកាលមួយថ្ងៃហ្នឹងត្រូវសម្រាកនៅក្រោយម្ខាងអត់បានមកដល់សាលាទេអញ្ចឹងពិបាកមែនទែនពេលធ្វើដំណើរហ្នឹងទូកអត់មែនទូកស្មាច់ដូចបច្ចុប្បន្នទេគឺទូកឈើទៀបរៀបដាតលេទូកម៉ាស៊ីនដូចដឹងស្រាប់ហើយពេលមានភ្លៀងអលត់ហើយភ័យអត់ដឹងថាត្រូវខ្លួនឲ្យទៅណាទេប៉ុន្តែដោយសារអ្នកភូមិនៅនេះគាត់មានជំនាញដែរអញ្ចឹងអាចធ្វើដំណើរបានល្អប្រសើរខ្ញុំឡើងទៅផ្ទះ20ថ្ងៃម្ដងបើថាអត់សូវរវល់ទេ2អាទិត្យឡើងទៅម្ដងគឺកូនអត់សង្កថាអត់ស្គាល់ភាពកក់ក្ដៅពីម្ដាយអញ្ចឹងឪពុកក៏ជាគ្រូបង្រៀនដូចគ្នាអញ្ចឹងយើងអត់មានពេលឲ្យគ្រូសាពេលខ្លះមកញនាងខ្ញុំមកបរៀនអញ្ចឹងទៅយំតាមម៉ូតូក៏មានដែរយំតាមបាត់ឲ្យមកទៅមុនពេលមានគម្រោងសាលារៀនសុវត្ថិភាពអគារសាលាមានភាពទ្រុឌទ្រោមខ្លាំងមិនមានបង្គន់ត្រឹមត្រូវកុមារត្រូវទៅបន្ទោបង់នៅក្នុងព្រៃដែលអាចបង្កគ្រោះថ្នាក់ដល់កុមារនិងជាកត្តារួមចំណែកធ្វើឲ្យមានអវត្តមាននិងការបោះបង់ការសិក្សាច្រើនពេលឃើញស្ថានភាពសិស្សហើយនឹងសាលាបែបហ្នឹងមានន័យថាអាណិតសិស្សនៅទីនេះមកដំបងឃើញសាលាហ្នឹងស្មានអត់ដល់មកសាលារៀនយើងអត់មានលវងអត់មានអីទេគឺទទេហើយខាងមុខនេះបរិវេណសាលារៀនគៀនហ្នឹងមានស្រូវដាំស្រូវក្នុងហ្នឹងហើយខាងក្រោយប្រគុណអនាម័យនៅដីគេអញ្ចឹងក្មេងអត់ចេះចូលប្រគុណអនាម័យពេលគាត់ថាអ្នកគ្រូសុំតបត់ជើងតូចគាត់រត់ចូលទៅព្រៃនៅឆ្នាំ2016គម្រោងសាលារៀនសុវត្ថិភាពបានអនុវត្តនៅសាលារៀនរបស់អ្នកគ្រូដោយផ្ដល់វគ្គបណ្ដុះបណ្ដាលស្ដីពីសុវត្ថិភាពសាលារៀនអភិវឌ្ឍសាលារៀននិងការរៀបចំផែនទីសុវត្ថិភាពជាដើមក្រោយពីយើងទទួលបានពីសាលារៀនសុវត្ថិភាពចំខ្លោងទ្វារធ្វើរវងសាលារៀនក្រោយមកគាត់បញ្ជ្រាបជាសាលារៀនសុវត្ថិភាពនៅក្នុងសាលារៀនធ្វើមិនអត់មានសុវត្ថិភាពយើងអាចបញ្ជ្រាបតទៅសិស្សតមកទៀតមកគឺអភិវឌ្ឍសាលារៀនបង្គន់អនាម័យឆ្នាំ2022មកយើងបានរៀបចំកន្លែងលាងដៃមានស្តែនទឹកមានអីការខិតខំប្រឹងប្រែងរបស់នាយិកាសាលាបឋមវ័យ30ឆ្នាំរូបនេះបានបន្តចេញជាផ្លែផ្កាចំនួនសិស្សក្នុងសាលារៀននិងការផ្លាស់ប្ដូរលើកុមារបន្តកើតមានឡើងដោយសារបរិស្ថានសាលារៀនល្អជាងមុនឪពុកម្ដាយដូចគាត់ទុកចិត្តគ្រូគាត់ឲ្យសិស្សមករៀនច្រើនជាងមុនដូចដឹងស្រាប់មកដំបង50ជាងឥឡូវយើងបាន100ជាងហើយសិស្សឆ្លងភូមិសិក្សាអីក៏ច្រើនចូលមកពីមុនគាត់អត់ចេះខ្មែរអីទាំងអស់គឺបរៀនផងប្រើភាសាឡាវផងអញ្ចឹងឃើញថាក្រោយមកពេលខ្ញុំព្យាយាមឲ្យគាត់ប្រើភាសាខ្មែរច្រើនឥឡូវគាត់ចេះនិយាយគាត់ចេះសន្ទនាមួយអ្នកផ្សេងបានហើយយល់ដឹងពីភាសាខ្មែរបានច្រើនជាមួយបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាពមានភាពធន់នឹងគ្រោះមហន្តរាយនិងឱកាសសិក្សាដែលមានគុណភាពសម្រាប់សិស្សអ្នកគ្រូភក្តីមិនជប់ត្រឹមនេះទេអញ្ចឹងថ្ងៃណាគាត់ទៅនាងខ្ញុំគិតថានឹងបន្តកម្មវិធីសាលារៀនសុវត្ថិភាពហ្នឹងទៅកាន់សិស្សសហគមន៍មេដាបិតាគាត់ហ្នឹងឲ្យយល់ដឹងពីថាប្រយោជន៍នៃការរៀនសូត្រសាលារៀនសុវត្ថិភាពឲ្យគាត់យល់ដឹងពីគ្រោះមហន្តរាយអីផ្សេងដែលកើតមានឡើងដែលបានគ្រោងទុកឲ្យគាត់ចេះប្រុងប្រយ័ត្នដំបូងខ្ញុំគិតថាខ្ញុំចង់ជួយគាត់តែមួយទេគឺឲ្យគាត់ចេះប្រើភាសាខ្មែរតែក្រោយមកដោយសារគាត់យល់ដឹងបានច្រើនឥឡូវគាត់បានបន្តការសិក្សាទៅរៀនតការលះបង់11ឆ្នាំ9ឆ្នាំខ្ញុំគិតថាសម
សំរុបទទួលបាន